អ្វីដែលមីលវាងអ្វីដែលមិនល្អក្រុមហ៊ុន Washer Group ទើបតែធ្វើការហើយនិយាយថាពួកគេកំពុងដកការវិនិយោគរបស់ពួកគេចេញវាងគ្រប់អ្វីហេតុអ្វីបានជាការផ្លាស់ប្ដូរភ្លាមដែលពួកគេនិយាយតាមទូរស័ព្ទគ្មានហេតុផលកញ្ញាលីនអ្នកគឺជាអ្នកតំណាងក្រុមហ៊ុន Huisi Group តើមានរឿងអ្វីកើតឡើងវាត្រូវតែជាការចៃដន្យកញ្ញាលីនយើងពិតជាអាចប្រើជំនួយរបស់អ្នកនៅទីនេះមិនអីទេរងចាំការធ្វើបច្ចុប្បន្នភាពរបស់ខ្ញុំលោកហ្វឺខ្ញុំខឹងណាស់បន្ទាប់ពីបានឃើញលោកវងចាំងនៅក្នុងមុខស្ត្រីនោះហេតុអ្វីបានជាអ្នកមិនបង្ហាញអត្តសញ្ញាណរបស់អ្នកលោកជំទាវរបស់អ្នកបាននិយាយថានាងអាចដោះស្រាយវាបានប៉ុន្តែខ្ញុំពិតជារីករាយនឹងអារម្មណ៍ឥឡូវនេះសូមរងចាំបន្តិចទៀតយូរជាងនេះបន្តិចបន្ទាប់មកខ្ញុំនឹងប្រកាសអត្តសញ្ញាណរបស់ខ្ញុំដល់សាធារណជនទៅមុខខ្ញុំនឹងហៅអ្នកប្រសិនបើខ្ញុំត្រូវការអ្វីមិនអីទេលោកហ្វូមនុស្សពិតជាមិនអាចទីទុកជាមុនបានងាកទៅរកការត្រេកត្រអាលនិងវង្វេងស្មារតីអ្នកមិនអីទេឬខ្ញុំសុខសប្បាយគ្រាន់តែជើងងជើងខ្ញុំបន្តិចពួកគេបានធ្វើបាបអ្នកដូចនោះហើយអ្នកមិនខ្វល់ថាអ្នកណាអាចសម្លុតខ្ញុំបានទេខ្ញុំមិនគួរឲ្យជឿខ្ញុំអាចគ្រប់គ្រងសង្គមខ្ពស់និងការងារទាបខ្ញុំអាចគ្រប់គ្រងស្រីកំណាននិងចោរប្លន់ប្រសិនបើអ្នកមានអារម្មណ៍ថាខុសអ្នកត្រូវតែប្រាប់ខ្ញុំថាអ្នកខិតខំដើម្បីប្រាក់របស់អ្នកហើយយើងទាំងពីរមិនគួរអូសដែមខាងទៀតចុះអរគុណដែលបានជួយខ្ញុំនៅធនាគារឥឡូវនេះអូអ្នកដែលជាកន្លែងដែលមិត្តភ័ក្តិរបស់អ្នកបរិសុសន្តិសុខទាំងនោះគឺជាមិត្តភ័ក្តិរបស់អ្នកបានឆ្លងកាត់ជាច្រើនផងដែរជួលមនុស្សជាច្រើនសម្រាប់ទង្វើនោះវាត្រូវបានរៀបចំឡើងអូខ្ញុំដឹងគ្រឿងអលង្ការដែលមកពីផ្ទះដេញថ្លៃសូរីកគឺคล้ายៗទាំងអស់កុំខ្មាស់អៀនអ្នកមានច្រើនដើម្បីគ្រប់គ្រងខ្ញុំអូអ្នកមិនចាំបាច់ព្រួយបារម្ភអំពីការត្រួតពិនិត្យនោះពីលីនរ៉ាន់ទេនាងមិនមានលុយច្រើននៅក្នុងកន្នែងរបស់នាងទេខ្ញុំអាចប្រាប់បានថាវាពិតជាការត្រួតពិនិត្យលោតមិនសំខាន់ទេយើងបានឆ្លងកាត់ជាច្រើននៅយប់នេះមិនបានបរិភោគអ្វីនៅឡើយទេចាប់តាំងពីពេលនោះមកខ្ញុំសន្យាថានឹងព្យាបាលអ្នកឲ្យញ៉ាំអាហារពេលល្ងាចខ្ញុំពិតជាមិនអាចបំបែកពាក្យរបស់ខ្ញុំបានទេតោះទៅអីខ្ញុំសូមប្រាប់អ្នកពីកន្លែងនេះម្ហូបគឺមានរសជាតិឈ្ងុយឆ្ងាញ់ពិសេសលោកបានបញ្ជាទិញចំនួន2នៃឆ្នាំងក្តៅហឹរ$25លីនណាអាហារសម្រាមប្រភេទនេះមានតែរដូវប្រទេសមួយដូចអ្នកអាចក្រពះវាបានទេអ្នកកំពុងធ្វើឲ្យគ្រួសារលីនរបស់យើងអាម៉ាស់មុខហេតុអ្វីបានជាមានរុយនៅគ្រប់ទីកន្លែងជុំវិញគួរឲ្យរំខានណាស់តើអ្នកកំពុងនិយាយអំពីអ្នកណាជាការពិតអ្នកណាខឹងនឹងត្រូវគេហៅចេញប្រទេសមួយលោតដោយគ្មានការចិញ្ចឹមបីបាច់របស់ម្ដាយខ្ញុំក៏មិនចង់ប្រកែកជាមួយអ្នកដែរមើលឡានប្រណេកនោះនៅខាងក្រៅនោះជាគូដណ្ដឹងរបស់ខ្ញុំគាត់ទូចឲ្យបញ្ជូននរណាម្នាក់មកយកខ្ញុំហ៊ានភ្នាល់ថាអ្នកមិនដែលជិះក្នុងមួយជីវិតរបស់អ្នកទេដែលនិយាយថានាងមិនមានដរាបណានាងមានឆន្ទៈរថយន្តទំនើបទាំងអស់នៅក្នុងទីក្រុងគឺជារបស់នាងដែលត្រូវជ្រើសរើសអ្នកប្រកាសជាអាចនិយាយបានតើអ្នកធ្លាប់ជិះនៅបេនហ្វីអ្នកវាគ្រប់គ្រាន់ហើយដែលលីនរត់ប្រសិនបើអ្នកចង់ទៅឈួតរកជ្រុងមួយហើយធ្វើវានៅទីនោះកុំធ្វើខុសនៅចំពោះមុខខ្ញុំយប់ថ្ងៃស្អែកគឺជាពិធីជប់លៀងភ្ជាប់ពាក្យរបស់ខ្ញុំជាមួយលោកហ្វូចាប់តាំងពីអ្នកមិនដែលបានចូលរួមពិធីជប់លៀងដ៏ប្រណីតបែបនេះខ្ញុំផ្ដល់ឲ្យអ្នកនៅឱកាសដើម្បីពង្រីកការយល់ដឹងរបស់អ្នកអរគុណណាស់យប់ថ្ងៃស្អែកភ្ញៀវជាច្រើននឹងមកកុំខ្មាស់អៀនខ្ញុំអូយប់ថ្ងៃស្អែកខ្ញុំមានផែនការភ្ញាក់ផ្អើលដ៏ធំមួយសម្រាប់អ្នកកុំរំខានប្រៀបធៀបខ្លួនអ្នកទៅនឹងនាងនោះហើយជាអ្វីដែលនាងគឺជាគ្រាន់តែចាត់ទុកការនិយាយរបស់នាងថាមិនសមហេតុសមផលហើយគ្រាន់តែមិនអើពើនឹងនាងលីនវែលតាមពិតខ្ញុំមិនអីទេខ្ញុំដឹងថាអ្នកមានន័យថាល្អយើងមិនយល់ស្របពីមុនទេមិនឲ្យជ្រៀតជ្រែកក្នុងរឿងឯកជនរបស់គ្នាទៅវិញទៅមកឆ្នាំងក្តៅរួចរាល់ហើយខ្ញុំសូមប្រាប់អ្នកថាកន្លែងនេះគឺជាបុរាណវាមានរសជាតិឆ្ងាញ់ណាស់សាកល្បងវាឲ្យលឿនវាពិតជាឆ្ងាញ់ណាស់វាប្រសើរជាងអ្វីដែលខ្ញុំមានពីមុនក្មេងតូច